តោះឡើយនេះខ្ញុំមកបង្ហាញអំពីយើងបំពាក់ក្បាច់ព្រោះមានបងប្អូន4-5នាក់ខ្ញុំជឿសិតតែអ្នកថ្មីហើយដែលគ្នា message មកអត់ដឹងដាក់ក្បាច់យ៉ាងម៉េចទៅណាដើម្បីពត់ជឿវិញរង្វង់មូលហ្នឹងមកុដឬក៏រង្វង់មូលដូចជា cylinder អីផ្សេងទៀតក៏ដោយប៉ុន្តែដោយថាបងប្អូនហ្នឹង comment មករួមជាមួយដេគុណនៅខាងវត្តនៅខាងកម្ពុជាក្រមនោះបាន comment មកដែរថាតើដាក់ក្បាច់យ៉ាងម៉េចនៅក្នុងហ្នឹងអញ្ចឹង straight forward តែម្ដងណា to the point នៅអ្វីដែលគេចង់បានអញ្ចឹងក្បាច់គឺយើងតែឆ្លាក់ឲ្យហើយជាទូទៅយើងឆ្លាក់នៅក្នុង project ផ្សេងក្បាច់របស់យើងណាដើម្បីយើង import វាចូលនៅក្នុង project ដែលយើងធ្វើបើមិនអញ្ចឹងពេលដែលយើងបង្កើត project ផ្សេងទៀតយើងលំបាកក្នុងការ import ទៅអញ្ចឹងអាណាក្បាច់យើងដាក់ក្បាច់អញ្ចឹងទៅមក project ផ្សេងទៅអាណាអីយើងដាក់ជារៀងខ្លួនដូចយើង Microsoft Word អញ្ចឹងណាយើងថែអាសា file យើងដាក់ folder របស់យើងឲ្យត្រឹមត្រូវទៅតែយើងញ៉ាយពេលរកគឺលំបាកចឹងដូចតែគ្នាហ្នឹងអញ្ចឹងនៅក្នុងនេះខ្ញុំទៅ add វាចូលនៅក្នុង scene នៅក្នុងឲ្យយើងទីអាខ្មៅដែលយើងកំពុងធ្វើការនៅកន្លែងហ្នឹងគេហៅ scene របស់វាណាជាឆាករបស់វាយើងនៅធ្វើការណាអញ្ចឹងយើង add វាចូលមកនៅក្នុងហ្នឹងណាគឺយើង add to scene នេះក្នុងនេះណា add to scene make sure ថាក្បាច់របស់យើងមានហើយមិនមែនមាននៅក្នុងនឹងស្រាប់ទេណាអញ្ចឹងនៅក្នុងហ្នឹង add to scene ខ្ញុំមានកញ្ចាំងនេះមួយខ្ញុំយកមក demo ណានៅក្នុងថ្នាក់របស់ខ្ញុំហើយនឹងក្នុងបង្ហាញ online ក៏ចឹងដែរគឺខ្ញុំយកកញ្ចាំងយកមកខ្ញុំ add វាចូលនៅក្នុងហ្នឹងណានៅពេលយើង add កញ្ចាំងនឹងចូលហើយយើងមើលកញ្ចាំងរបស់យើងរបៀបអញ្ចឹងណានៅក្នុងនេះកញ្ចាំងហ្នឹងអញ្ចឹងយើង select ទៅលើវាហើយយើងអាច move វាឡើងទៅលើអីដែលហេតុដែលថារបស់ខ្ញុំធ្វើមូលម្ដងនេះខ្ញុំ remove អាមូលនឹងចោលទៅណានៅក្នុងហ្នឹងខ្ញុំធ្វើជាពងត្រីឲ្យវាឲ្យវាប្រហោងក្នុងវិញខ្ញុំអត់ឲ្យពកចេញមកវិញចេះទេពីព្រោះពេលខ្លះទៅអាប្រហោងចូលទៅក្នុងវាមាន volume វាស្អាតជាងអញ្ចឹងនៅក្នុងនេះខ្ញុំទៅដោះវាចេញអានេះខ្ញុំអត់យកទេខ្ញុំដោះអានេះហើយខ្ញុំមកដាក់នេះវិញដើម្បីខ្ញុំឲ្យកឆតអាសាច់កញ្ចាំងយើងមួយនេះមិនចឹងណាអញ្ចឹងយើង boolean វាទៅអូខេអញ្ចឹងយើង boolean ទៅបានហើយបន្តមកទៀតមកយើង join វាចូលគ្នាអាពីរហ្នឹងកុំឲ្យដាច់ពីគ្នាកុំទៅខំទៅមូចុះមូឡើងវានេះហើយអញ្ចឹងយើង join វាទៅអញ្ចឹងវាទៅ object តែមួយហើយនៅក្នុងនេះយើងឲ្យវាមក center នេះមកណាហើយយើង front យើង align វាមកហើយយើងរុញវាឡើងទៅលើទៅដើម្បីទៅរកកន្លែងដាក់អីយ៉ាដែលយើងអត់បាននេះមិញអត់បានដោះអភ័យវត្តនេះអញ្ចឹងយើងរុញវាឡើងទៅលើទៅបានហើយអញ្ចឹងយើងបានកញ្ចាំងរបស់យើងឡើងមកប៉ុណ្្នឹងហើយយើងរុញវាមកខាងមុខចេះមកអូខេនេះរុញវាឡើងមកលើនេះតាមចិត្តដែលយើងចង់បានទេណានៅក្នុងហ្នឹងអញ្ចឹងនេះ front យើងធ្វើអូខេនេះបាច់កញ្ចាំងរបស់យើងបានប៉ុណ្ណឹងបើយើងចង់បង្រួមធំតូចអីយ៉ាងម៉េចយើងបង្រួមធំតូចចឹងមកណានៅក្នុងហ្នឹងយើងរុញរកកន្លែងវាដាក់ទៅអូខេហើយឥឡូវនេះខ្ញុំគិតថាធ្វើឲ្យវាសល់ប៉ុណ្នេះអូខេឥឡូវយើងមើលទំហំកញ្ចាំងរបស់យើងមកស្លឹករបស់យើងហ្នឹងណាតែមួយគឺទំហំឡើងដល់ទៅ5វាទំហំ517នេះខ្ញុំតម្លាក់ចូលមកក្រោមបន្តិចទីតាំងវាត្រូវណាយើងបង្រៀកវាទៅដើម្បីដាក់ទីតាំងវាត្រូវហ្នឹងហើយ front ស្មើគ្នាហើយនៅយើងអាចប្រើ wireframe តិចមកយើងស្រួលមើលវាដែរកាលណាអត់ដាក់អាហ្នឹងវាអត់នេះបន្តមកទៀតមកយើងគិតថាទំហំប៉ុណ្ណឹងត្រូវនៅតាមចិត្តដែលយើងចង់បានទេហើយយើងមើលណា wireframe របស់យើងច្រើននេះរបស់យើងទំហំធំនៅក្នុងនឹងចាំយើងសម្រួលវាតូចបន្តិចខ្ញុំបង្ហាញព្រោះធ្វើមួយទៅតាក់ទងទៅមួយទៀតបើអត់បង្ហាញទៅវាលំបាកអញ្ចឹងយើងធ្វើបដាបញ្យលបដាណាយើងអាចរុញចូលក្នុងនេះមកបើយើងចង់ដឹងថាតើវាត្រូវមិនត្រូវនោះយើងធ្វើ X-ray នេះទៅណាយើងដោះ wireframe តិចមកយើងដាក់ចំរាយចេះរាយឲ្យត្រូវមកយើងឃើញX-ray ណាយើងអាចរុញគឺយើងធ្លាយមួយជាវាយើងឃើញអូខេអាសាច់ពីរហ្នឹងវាត្រូវគ្នាហើយអញ្ចឹងមានន័យថាកម្រាស់ហ្នឹងដែលយើងចង់បានអូខេយើងរុញប៉ុណ្ណឹងមកអូខេ good នៅក្នុងហ្នឹងណាយើងបានប៉ុណ្ណឹងហើយយើងដោះ X-ray នេះចេញកុំឲ្យវាបាក់មើលយើងដាក់ wireframe មកវិញស្រួលមើលឥឡូវយើងមើលទំហំរបស់យើងអានេះយើងមើលទំហំ vertex តើកញ្ចាំងនឹងតែមួយទេទំហំវាឡើងដល់517អញ្ចឹងបើសិនណាជាយើងយកអាកញ្ចាំងនឹងដាក់មកជុំនឹងទៅគិតថាយ៉ាងហោចណាស់ក៏ប្រហែលជា30អញ្ចឹងទំហំគិតមើលបើសិនណាជាមួយជួរនឹង30អញ្ចឹងវាឡើងទំហំប៉ុណ្ណាវាចង់10មេ
មិនចឹងណាលើកខ្ញុំសារឲ្យមើលណាបើសិនណាជាយើងចង់ដឹងថានេះអាមួយនេះយើងមើលគឺបន្ទាប់យើងមានឃើញលេខតែ517ទេណាខ្ញុំបង្ហាញខាច់ជុងខាងលើខាងឆ្វេងណាអញ្ចឹងសម្រាប់អ្នកដែលដំបងប្រយ័ត្នកន្លែងហ្នឹងនៅពេលណាដែលយើងធ្វើវាកាន់តែច្រើនទៅកុំព្យូទ័ររបស់យើងឡើងគាំងហើយនៅឡើងយើងដូច RAM របស់ខ្ញុំនេះមានតូចរបស់ RAM របស់ខ្ញុំតូចទេតែ 8G ទេរបស់គេមានលុយច្រើនណាគេទិញអា 16G ទៅអាហ្នឹងវាកាន់តែស្រួលហើយប៉ុន្តែយើងទិញតាមលទ្ធភាពថាយើងត្រូវការប៉ុណ្ណាយើងត្រូវការយើងយកប៉ុណ្ណឹងសំខាន់យើងចេះ control vertex វាហ្នឹងអញ្ចឹងនៅក្នុងនេះខ្ញុំសាកល្បងមើលណានេះ remark កន្លែងនេះមួយណាគឺតែ517ទេមកគៀនខាងនេះអត់មានឃើញស្នាមអីទាំងអស់ណាអញ្ចឹងយើងមកមើលអញ្ចឹងខ្ញុំអឺ add វាអូ make sure ថាអា make sure ថា object ដែលយើងចង់បង្វិលហ្នឹងអត់មាន gizmo អត់មានជាប់ gizmo យើងដោះ gizmo ហ្នឹងហើយអញ្ចឹងវាជាប់អាហ្នឹងខ្ញុំបញ្យល់ទៀតតាក់ទង gizmo store ទៀតខំនោះជាតែបែកទៅវីដេអូវាវែងវាអត់ចាញ់ទេបើ upload ហ่ะអញ្ចឹងក្នុងនេះយើងមកមើលនេះឃើញគឺមកមើលcái repeater នេះវាមាន array មាន curve មាន mirror យើងយកនេះមួយនេះ radius នេះនៅពេលដែលបើកមកភ្លាមណាហ្នឹងហើយអញ្ចឹងវាឃើញអានេះវាឃើញអានេះ4ឃើញនេះចេញមក4នេះ4ចេញមក4ហើយខាងក្រោយខ្នងមួយទៀត4ឥឡូវយើងមកមើលកន្លែងនេះឃើញទេឃើញស្នាមដែលខ្ញុំគូស highlight តិចលើហ្នឹងឯងដែលហៅតែយើង demo ផ្ទាល់ជាមួយនឹង iPad ណាมันអាចគូស្នាមនេះបានយើងឃើញមិញឃើញ5.17 4វាទំហំវាដល់ទៅ1មេ46ធំមែនតើ vertex ហ្នឹងឥឡូវយើងសាកល្បងកើនឡើងមើលហើយយើងចាំមើលលេខនេះវាប្រែប្រួលអត់ណាយើងចាំមើលទាំងអស់គ្នាតើលេខនេះប្រែប្រួលឃើញវាប្រែប្រួលទេឃើញវាឡើងហ៎បើសិនជាខ្ញុំដាក់ដល់ទៅ30ណាយើងដាក់ថាឥឡូវ30វាឡើងប៉ុន្មានហីឡើង10មេហើយហ្នឹងឃើញទេទំហំវាធំហ่ะទំហំធំអញ្ចឹងបើសិនណាជាអាហ្នឹង1 2 3 4 5មករ10ទៅអញ្ចឹងកុំព្យូទ័រយើងគាំងហើយអញ្ចឹងយើង control វាខ្ញុំ undo មកវិញខ្ញុំអត់ចង់ឲ្យឃើញអញ្ចឹងទេខ្ញុំ undo មកវិញណានៅក្នុងនេះ undo អូខេម្ដងនេះខ្ញុំមកមើលនេះអ្វីដែលយើងកំពុងធ្វើនេះណាយើង select ទៅលើកាចាំងរបស់យើងមួយនេះអញ្ចឹងយើងមក decimate វាណាយើងចុចមកលើអានេះមកហើយមកជ្រើស miscellaneous នេះយើង decimate វាលើយើងមើលណាទំហំរបស់យើង5.17 decimate ម្ដង decimate 2ដង3ដង4ដងឃើញវាថយនៅសល់2.11ទៀតមួយទៀតសាកបានទេនៅយើងតែមើលសិនកុំតន់អាចេះ decimate ថាវាខូចទម្រង់របស់យើងខ្លាំងពេកប្រយ័ត្នវាបែកទៅវាអត់សូវល្អព្យាយាមម្ដងទៀតមកបានទេ decimate មួយទៀតខ្ញុំគិតថាប៉ុណ្ណេះអាចប្រើបាននៅ print បានហើយអញ្ចឹងទំហំរបស់យើងនៅសល់តែ 204K អញ្ចឹងខ្ញុំគិតថាវាល្មមហើយប៉ុណ្ណឹងណាដែលយើងចាំមើលថាតើបើសិនណាជាយើងប្រវិលវាយើង rotate វាមកជុំមិញចំនួន30ថាតើវាចេញអីគេមកវិញណានៅក្នុងហ្នឹង click មក add radius នៅក្នុងនេះ4របស់វាទំហំប៉ុន្មាននៅ212ឃើញទេ204មកឡើង212អូចុះបើសិនតែយើងដាក់វាមក30តែម្ដងមកនៅក្នុងហ្នឹងយើងវាយបញ្ចូល30ទៅអូខេ30ទំហំវាឡើងប៉ុន្មានតែ276ទេអញ្ចឹងខុសពី9មេឬក៏10មេមកសល់ 276K អញ្ចឹងឯងដែល vertex របស់យើងយកថែអាសាបានច្រើនល្អយើងអាច print នេះអញ្ចឹងទៅគឺងាយស្រួលណាយើងមើលនេះឃើញទេមិញ9មេឥឡូវមកធ្លាក់នៅសល់ត្រឹម 276K ឃើញទំហំវាខុសគ្នាប៉ុណ្ណាខុសគ្នាមហាសាលនៅក្នុងនេះណាប្រហែលនឹងភពផែនដីទៅភពព្រះអង្គាអញ្ចឹងណានឹងឆ្ងាយណាស់អញ្ចឹងទៅនេះគឺជាវិធីយើងធ្វើហើយខ្ញុំបង្ហាញប៉ុណ្ណេះពីព្រោះវីដេអូវែងបើអាប់ឡូតចូលធ្វើបន្តទៀតឬមកក៏យើងក្លន់វាទៅរួចឡើងទៅលើទៀតបានដូចគ្នាណាខ្ញុំគិតថាបានផ្ដល់ជាកំណត់ប៉ុណ្នេះអាចយកទៅធ្វើបានអូខេជួបគ្នាវីដេអូក្រោយហើយបើមាន comment ឬក៏ចង់ដឹងអីផ្សេងទៀតអាច comment ចូលមកខ្ញុំនឹងបង្ហាញខ្ញុំធានាថាខ្ញុំនឹងបង្ហាញឲ្យតែសួរអូខេអរគុណច្រើន